បាទសូមជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំមកនិយាយអំពីបញ្ហាជំងឺរឹសដុំបាតបាទបងប្អូនអរគ្នាឥឡូវនេះខ្ញុំសុខភាពល្អហើយរឹសដុំបាតខ្ញុំក៏បាត់ហើយបាទហ្នឹងហើយអឺយាមទៅជំងឺរឹសដុំបាតគឺជាជំងឺមួយដែលធ្វើទុកខ្លាំងហើយអ្នកដែលកើតរឹសដុំបាតដូចជាខ្ញុំពីលើកមុនបាទគឺអាចមានបញ្ហាប៉ះពាល់ខ្លាំងប៉ះពាល់រហូតដល់អាយុជីវិតបាទក៏មានដែរណាបាទមានអ្នកខ្លះគាត់ຕົករហូតដល់តែគាត់បាទមានបញ្ហាធ្លាក់ឈាមຕົកអត់ជាប់ណាបាទខ្ញុំនិយាយទៅការដែលខ្ញុំកើតមុនដំបូងវាធ្លាក់ឈាមទៅវាអត់ទាន់លៀនចេញមកទេគ្រាន់តែឈាមមកវាដិតទៅតាមលាមករបស់យើងហើយយើងក៏មិនបានទៅចាប់អារម្មណ៍បាទហើយបន្ទាប់មកនៅពេលដែលវាធ្លាក់ឈាមបាទនៅពេលដែលយើងទល់លាមកខ្លាំងមែនទែនបាទប្រហែលជាលងបាន1ឆ្នាំ2ឆ្នាំក្រោយមកបាទវាចាប់ផ្ដើមលៀនចេញមកបាទយើងអត់បានចាប់អារម្មណ៍ទេសូម្បីតែយើងនៅតូចអីយើងអត់បានចាប់អារម្មណ៍រៀងក្មេងដើមកាលហ្នឹងណាបាទខ្ញុំលៀនចេញប្រវែងណាស់រហូតដល់កាលមុនខ្ញុំហូបថ្នាំណាខ្ញុំលៀនចេញបែបនេះបាទលៀន3គ្រាប់មួយចាបាទពេញគូតទាំងដៃហើយហ្នឹងហើយនៅពេលដែលលៀនចេញមកគឺរឹសដុំបាតរបស់យើងវាធ្វើទុកវាមានធ្លាក់ឈាមមុនដំបូងវាលៀនចេញតែបន្តិចឯងបាទទូឡើងវាលៀនចេញបន្តិចទៀតវាចេញអាមួយគ្រាប់ហ្នឹងហើយវាចេញអាមួយគ្រាប់ទៀតចេញមួយគ្រាប់ទៀតបាទហ្នឹងហើយពិបាកអ្នកដែលការរឹសដុំបាតទៅបានយល់បាទថារឹសដុំបាតហ្នឹងវាប៉ះពាល់របៀបមិនខ្លះបាទហើយវាធ្វើទុកវាមិនខ្លះបាទហ្នឹងហើយមានសុកយើងរោថ្នាំលេបទេបើសិនជាវានៅស្រួលវាអត់មានបញ្ហាឈឺចាប់បាទអាធ្លាក់ឈាមក៏ធ្លាក់ឈាមអាក្តៅក៏ក្តៅកន្លែងរឹសដុំបាតណាទោះបីយកតកទៅស្អំក៏ស្អំអត់បាត់ដែរបាទក្តៅកន្លែងរឹសដុំបាតហើយវាមានបញ្ហាច្រើនបាទបញ្ហាច្រើនមែនទែនតែរហូតដល់ខ្ញុំមកធ្វើវីដេអូនេះបាទមេក្រូភ្លៀងហើយបងប្អូនអរគ្នាបាទដើម្បីចែករំលែកបងប្អូនអរគ្នាបើសិនជាកើតជំងឺរឹសដុំបាតបាទហ្នឹងហើយអាចយកថ្នាំយកទៅប្រើបានហើយទេបងប្អូនអរគ្នាឥឡូវខ្ញុំសុខភាពល្អបាទហើយធ្វើការបានធម្មតាបាទជប់ធ្លាក់ឈាមបាទបើលុះត្រាឲ្យជាដាច់យើងត្រូវហូបឲ្យទៀងទាត់បាទហ្នឹងហើយយើងអត់បដ ாய் ទេបាទយើងហូបឲ្យទៀងទាត់យើងហូបទៅតាមក្បួនបាទហ្នឹងហើយវានឹងបាត់ទៅវិញបាទហើយសម្រាប់អ្នកដែលវះកាត់ហើយនៅតែធ្លាក់ឈាមអាហ្នឹងក៏យើងអាចហូបឲ្យវាបាត់ធ្លាក់ឈាមបានដែរបើវះកាត់ភ្លាមបាទមកក៏មួយខែក្រោយមកវាធ្វើទុកបាទអាចយកទៅហូបបានបាទជាក់ស្រួលណាស់បាទមានបងគាត់នៅភ្នំពេញអ្នកធ្វើការរោងចក្រច្រើនបាទគាត់វះកាត់បាទហើយគាត់ទៅធ្វើការវិញដើម្បីធ្វើការបានប្រហែលផងគាត់រើទុកមកវិញវាធ្វើទុកហ្នឹងវាពិបាកវាធ្លាក់ឈាមណាបាទហ្នឹងហើយនៅពេលដែលធ្លាក់ឈាមតើតែយើងហ្នឹងបាទប្រើថ្នាំពេលខ្លះគាត់ប្រើថ្នាំពេទ្យវាអត់ត្រូវដូចលើមុនបាទការមិនតាន់កាត់មិនអីទេការដែលកាត់ហើយក៏អាចជួទៅនៅលឿបចេញមកវិញណាបាទហ្នឹងហើយវាធ្លាក់ឈាមមកវិញបាទឥឡូវគាត់កំងទៅគាត់ហូបទៅឈប់ធ្លាក់ឈាមហើយបើរឹសដុំបាតហ្នឹងគាត់កាត់រួចហើយវាអត់មានការលៀនចេញមកទៀតទេបាទបើដំណាក់កាលធ្ងន់ធ្ងរវាអាចលៀនចេញមកប៉ុន្តែដំណាក់កាលហ្នឹងក៏អត់អាចលៀនចេញមកទេអញ្ចឹងណាបាទគាត់ហូបរួចហើយអញ្ចឹងណាហើយឥឡូវជារបស់គាត់ហើយហ្នឹងហើយ